កុងស៊ុលបារាំងធ្លាប់សម្ពងក្បាលស្ដេចសៀមដល់រាជវាំងក្រុងបាងកកដែលនៅតែក៏ឃ្លានចង់កាន់កាប់ទឹកដីខ្មែរនិងទឹកដីលាវនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបន្តនៅខ្លឹមសារប្រវត្តិសាស្ត្រពីដំណាក់កាលបារាំងចូលមកធ្វើអាណាព្យាបាលលើកម្ពុជាពន្លត់ភ្លើងមហិច្ឆតាចៅរបស់សៀមដែលចង់ត្របាក់យកទឹកដីខ្មែរដោយដំណាក់កាលនេះបារាំងចាប់ផ្ដើមសម្ពងក្បាលរបបរាជានិយមក្រុងបាងកកដើម្បីព្រមានកុំឲ្យស្រីឃ្លានចង់បានទឹកដីគេឯងតទៅទៀតហើយបារាំងក៏បានកំហែងទាមទារយកទឹកដី4ខេត្តធំៗពីចៅសៀមប្រគល់មកឲ្យប្រទេសកម្ពុជាជាម្ចាស់ដើមវិញនៅឆ្នាំ1504នោះគឺខេត្តមលូព្រៃខេត្តទន្លេរពៅដែលនៅខាងឆ្វេងទន្លេមេគង្គខេត្តក្រាតឬខេត្តត្រាតនិងខេត្តកោះកុងដែលនៅជាប់ឈូងសមុទ្រថៃបច្ចុប្បន្នលោកអឺកូសប៉ាវីដែលជាអគ្គកុងស៊ុលបារាំងប្រចាំក្រុងបាងកកគាត់ចង់បង្រួមអំណាចរបស់សៀមនិងពង្រីកការកាន់កាប់របស់បារាំងនៅលើដែនដីដែលសៀមបានរំលោភបំពាននៅមុននោះអគ្គកុងស៊ុលប៉ាវីមានសេចក្តីរីករាយចំពោះប្រជាជនលាវនិងកម្ពុជាយ៉ាងខ្លាំងហើយបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចូលរដ្ឋាភិបាលបារាំងឲ្យការពារព្រះមហាក្សត្រខ្មែរព្រះអង្គម្ចាស់លាវនិងប្រទេសទាំងពីរពីក្រញាំចក្រពត្តិរបស់ពួកសៀមឈ្លានពាន